ក៏ទៅការជ្រើសរើសយកទីតាំងមួយដ៏ល្អសម្រាប់រស់នៅគឺមានសារៈសំខាន់ខ្លាំងណាស់បងប្អូនវាមិនមែនត្រឹមតែជាក្តីសុខសម្រាប់យើងទេគឺសម្រាប់កូនយើងទៀតអ្នកខ្លះនិយាយថាទៅនៅតាណាក៏បានដែរឲ្យតែមានលុយច្រើនតែសម្រាប់ខ្ញុំបងប្អូនអើយបើខ្ញុំទៅនៅកន្លែងត្រជាក់ខ្លាំងទោះបីខ្ញុំមានលុយច្រើនប៉ុណ្ណាក៏ខ្ញុំអត់សប្បាយចិត្តដែរចឹងហើយទើបស្វាមីខ្ញុំនាំខ្ញុំដូរពី Melbourne មករស់នៅ Brisbane ហើយអ្វីដែលខ្ញុំសប្បាយចិត្តលើពីនឹងទៀតគឺខ្ញុំបានមករស់នៅក្នុងភូមិនេះគឺមានចម្ងាយ5គីឡូម៉ែត្រពីទីក្រុង Brisbane ហើយផ្ទះខ្ញុំគឺនៅក្បែរចំណុចកណ្ដាលនៃភូមិចឹងមានន័យថាផាកមួយនេះគឺជាចំណុចកណ្ដាលហើយបងប្អូននៅពេលដែលគេមានកម្មវិធីអីចានៅក្នុងភូមិគឺគេតែងតែមកប្រពនៅកន្លែងហ្នឹងចឹងហើយវាធ្វើឲ្យមានភាពងាយស្រួលគឺខ្ញុំអាចដើរមកបានព្រោះចម្ងាយពីផ្ទះខ្ញុំតែ200ម៉ែត្រទេចាចឹងសូមអង្វរអារម្មណ៍មកមើលចាកម្មវិធីនៅក្នុងបុណ្យភូមិថ្ងៃនេះឥឡូវវគ្គចុងក្រោយគឺពាក់ខោអាវប៉ូលីសមើលតែ cute ខ្លាំងមែនទែនបងប្អូនហើយអាវខ្មៅហ្នឹងគឺធ្ងន់ណាស់ដោយសារមានដែកមកផ្ទះនៅក្នុងហ្នឹងហើយកម្មវិធីគេអត់ទាន់ចប់ទេពួកខ្ញុំទៅផ្ទះវិញហើយដោយសារមានកម្មវិធី birthday បន្តទៀត